សួស្តីបងប្អូនទាំងអស់គ្នាតោះមកដឹងការប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិបារាំងបន្ទាប់ពីបារាំងបានយកឈ្នះទៅលើក្រុមប៉ារ៉ាហ្គាយដែលលទ្ធផល1-0ដោយបាល់ពេនទីរបស់កីឡាករ Kylian Mbappé ដូច្នេះបារាំងគឺបានឆ្លងផុតវគ្គ16ក្រុមចុងក្រោយដើម្បីឡើងទៅវគ្គ8ក្រុមប៉ះជាមួយនឹងក្រុមម៉ារ៉ុកដូច្នេះការប្រកួតនេះកាន់តែកក្រើកនៅក្នុងវគ្គ8ក្រុមកុំភ្លេចតាមដានទស្សនាទាំងអស់គ្នានៅថ្ងៃសុក្រទី10វេលាម៉ោង3រំលងអធ្រាត្រការប្រកួតរវាងមន់កុកបារាំងប៉ះជាមួយនឹងក្រុមជម្រើសជាតិម៉ារ៉ុកកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូ